កាលពីដើមឡើយមានគ្រួសារមួយដែលមានជីវភាពធូរធារបន្ទាប់ពីឪពុកម្ដាយបានស្លាប់ចោលទៅបន្សល់ទុកនៅកូនប្រុស2នាក់ដោយកូនបងមានប្រពន្ធរួចហើយថ្ងៃមួយនោះកូនបងក៏បានហៅកូនប្អូនមកដើម្បីចែកទ្រព្យសម្បត្តិបងគិតថាបន្ទាប់ពីឪពុកម្ដាយយើងបានស្លាប់ចោលជាងទៅពួកយើងគួរតែចែកទ្រព្យសម្បត្តិទាំងអស់នេះដើម្បីរកស៊ីបង្កើតជីវភាពរៀងៗខ្លួនព្រោះតែបងក៏មានប្រពន្ធដូច្នេះបងមិនអាចរស់នៅជាមួយនឹងប្អូនបានទេអញ្ចឹងបើបងចង់ចែកទ្រព្យសម្បត្តិទាំងអស់នេះខ្ញុំក៏មិនជំទាស់អ្វីនឹងបងដែរព្រោះតែពួកយើងមានតែ2នាក់បងប្អូនតែប៉ុណ្ណោះចំណែកទ្រព្យសម្បត្តិទាំងអស់របស់លោកពុកអ្នកម៉ែរបស់យើងក៏មានច្រើនដូច្នេះខ្ញុំគិតថាដល់ពេលដែលពួកយើងត្រូវចែកទ្រព្យទាំងអស់នេះហើយអញ្ចឹងបងបែងចែកហើយក្នុងនាមបងជាកូនប្រុសនៅក្នុងគ្រួសារបងនឹងយកដីស្រែចម្ការដីផ្ទះទាំងអស់នេះនិងអ្វីដែលនៅលើផ្ទះនេះទាំងអស់បូករួមទាំងដីស្រែចម្ការទាំងអស់ប៉ុន្តែបងនឹងចែកឲ្យប្អូននៅដីស្រែចម្ការមួយហាត់ដើម្បីឲ្យប្អូនបង្កបង្កើនផលដូចជាលំអៀងពេកទៅដឹងបងប្រុសនៅលើផ្ទះនេះមានទ្រព្យសម្បត្តិយ៉ាងច្រើនចំណែកខ្ញុំវិញយកត្រឹមតែដីស្រែ1ហិកតាដូចជាមិនសមទៅដឹងបងប្រុសនិយាយថាមិនសមបានយ៉ាងម៉េចតាំងពីឯងនៅតូចបងជាអ្នកមើលថែរក្សាឯងបន្ទាប់ពីពុកម៉ែពេលដែលគាត់ចេញទៅរកស៊ីដូច្នេះបងត្រូវតែយកផ្ទះនេះនិងអ្វីដែលនៅលើផ្ទះនេះទាំងអស់ប៉ុន្តែបងនឹងផ្ដល់ប្រាក់ឲ្យប្អូនមួយតម្លឹងដើម្បីឲ្យប្អូនយកទៅសាងសង់ផ្ទះនៅទីនោះបងជឿជាក់ថាបើសិនជាប្អូនមានកំណើតប្អូននឹងអាចបង្កបង្កើនផលហើយអាចនឹងក្លាយជាអ្នកមានកុំប្រឆាំងកុំចង់បានរបស់បងប្រុសឯងអីត្រឹមតែជាប្អូនមានសិទ្ធិអ្វីតវ៉ាជាមួយបងប្រុសទេប្រញាប់ទៅរៀបចំអីវ៉ាន់ចាក់ចេញពីទីនេះភ្លាមទៅប៉ុន្តែបងថ្លៃវាដូចជាមិនស្មើភាពគ្នាទេខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារខ្ញុំសមតែទទួលបាននៅទ្រព្យសម្បត្តិចែកគ្នាស្មើប៉ុន្តែបើសិនជាបងប្រុសចង់ឲ្យប្អូនប៉ុណ្ណឹងប្អូនក៏ព្រមទទួលយកអញ្ចឹងខ្ញុំសូមទៅរៀបចំអីវ៉ាន់ដើម្បីចាក់ចេញពីទីនេះនិយាយរួចហើយបុរសដែលត្រូវជាប្អូនក៏បានទៅរៀបចំសម្លៀកបំពាក់ចាក់ចេញពីភូមិគ្រឹះនៅពេលដែលបានទៅដល់ដីស្រែដែលបងប្រុសបានចែកឲ្យប្អូនប្រុសក៏បានសាងសង់ផ្ទះតូចមួយរស់នៅតែម្នាក់ឯងនៅពេលនេះខ្ញុំបានសាងសង់ផ្ទះរួចហើយចាប់តាំងពីថ្ងៃនេះទៅខ្ញុំត្រូវតែខំប្រឹងបង្កបង្កើនផលដើម្បីបានជីវភាពធូរធារប្រាក់របស់ខ្ញុំនៅមួយចំនួនខ្ញុំគួរតែទៅទិញក្របីមួយក្បាលដើម្បីយកវាមកភ្ជួរដីធ្វើស្រែគិតរួចហើយបុរសដែលជាប្អូនក៏បានដើរសំដៅទៅទិញក្របីនៅពេលដែលបុរសជាប្អូនបានដើរសំដៅទៅផ្សារដើម្បីរកទិញក្របីគាត់ក៏បានជួបពស់មួយក្បាលដែលស្ដេចពស់បានលេបកំណប់មាសក្រុមចោលដែលបានប្លន់ពីរាជធានីមាសទាំងអស់នេះត្រូវបានស្ដេចពស់លេបចូលទៅក្នុងក្រពះបាត់ហើយខ្ញុំគួរតែរកវិធីដើម្បីចូលទៅក្នុងក្រពះស្ដេចពស់ហើយខ្ញុំនឹងយកមាសទាំងអស់នោះចាក់ចេញមកខាងក្រៅវិញខ្ញុំប្រកាសខ្លាចជាអ្នកមានស្ដេចពស់ខ្ញុំដឹងថាអ្នកកំពុងតែឃ្លានចំណីតើមែនទេទើបបានជាអ្នកលេបមាសទាំងអស់នេះចូលទៅក្នុងក្រពះយើងកំពុងតែឃ្លានចំណីដូច្នេះហើយទើបបានជាយើងលេបមាសទាំងអស់នោះចូលទៅក្នុងក្រពះនេះតើហេតុអ្វីបានជាអ្នកហ៊ានមកនិយាយតតាំងជាមួយយើងអ្នកមិនខ្លាចយើងលេបអ្នកទេតើមែនទេនិយាយមិនលាក់បាំងនឹងស្ដេចពស់ទេរាល់ថ្ងៃខ្ញុំក្រលំបាកមុននឹងក្រោយខ្ញុំគង់តែស្លាប់ដោយសារតែអត់ចំណីខ្ញុំគិតថាមុនពេលដែលខ្ញុំស្លាប់ខ្ញុំសូមប្រគល់ខ្លួនឲ្យស្ដេចពស់លេបចូលទៅក្នុងក្រពះស្ដេចពស់ទៅចោះបើសិនជាអ្នកចង់ស្លាប់បែបនេះយើងនឹងបំពេញបំណងអ្នកយើងនឹងលេបអ្នកចូលទៅក្នុងក្រពះរបស់យើងដើម្បីបំពេញនៃការចង់ស្លាប់របស់អ្នកនៅពេលនោះស្ដេចពស់ក៏បានលេបបុរសម្នាក់នោះចូលទៅក្នុងក្រពះនេះស្មានតែខ្ញុំឲ្យនាងលេបខ្ញុំបានងាយស្រួលតើមែនទេខ្ញុំត្រូវតែប្រមូលយកមាសទាំងអស់នេះចេញទៅខាងក្រៅមិនកើតទេបើខ្ញុំយកទៅច្រើនពេកខ្ញុំមិនអាចយកទៅច្រើនពេកទេនាំតែលំបាកខ្ញុំយកតែមួយហឹបទៅបានហើយ
នៅពេលនោះបុរសម្នាក់នោះក៏បានយកពូថៅដែលនៅជាប់ក្នុងខ្លួនគាត់យកមកកាប់លើក្រពះរបស់ស្ដេចពស់ធ្វើឲ្យស្ដេចពស់មានការឈឺចាប់យ៉ាងខ្លាំងនេះតើអ្នកកំពុងតែធ្វើអ្វីហ្នឹងហេតុអ្វីបានជាមានការឈឺចាប់បែបនេះតើអ្នកកំពុងតែធ្វើអ្វីទៅស្ដាប់យើងឲ្យបានច្បាស់ណាស្ដេចពស់នៅពេលនេះអ្នកបានចាញ់ល្បិចយើងហើយបើសិនជាអ្នកមិនព្រមខ្ជាក់យើងចេញទៅខាងក្រៅវិញទេយើងប្រកាសជាយកពូថៅនេះកាប់ក្រពះអ្នកឲ្យដាច់ជាមិនខានសូមអ្នកកុំធ្វើបែបនេះអីយើងនឹងខ្ជាក់អ្នកចេញមកខាងក្រៅវិញសំខាន់អ្នកកុំសម្លាប់យើងអីយើងសូមអង្វរយើងសន្យាថានឹងមិនសម្លាប់អ្នកទេបន្ទាប់មកស្ដេចពស់ក៏បានខ្ជាក់បុរសម្នាក់នោះចេញមកខាងក្រៅជាមួយនឹងមាសមួយហឹបរយៈពេល 2-3 ថ្ងៃបានកន្លងផុតទៅត្រាប់តែបុរសដែលជាបងក៏បានឮដំណឹងថាប្អូនប្រុសរបស់ខ្លួនមានមាសប្រាក់យ៉ាងច្រើនបានសាងសង់ផ្ទះធំជាងខ្លួនគេទាំងពីរអ្នកប្តីប្រពន្ធក៏មានគំនិតចង់ទៅសួរប្អូនប្រុសអំពីវិធីដើម្បីធ្វើឲ្យខ្លួនក្លាយជាអ្នកមានបានខ្ញុំឮថាប្អូនប្រុសដែលបងបានចែកគេមរតកឲ្យកាលពីថ្ងៃមុននៅពេលនេះគេមានទ្រព្យសម្បត្តិច្រើនណាស់ហើយគេថែមទាំងកំពុងរៀបចំសាងសង់ភូមិគ្រឹះថ្មីទៀតនេះតើគេរកស៊ីអ្វីទៅហេតុអ្វីបានជាគេមានលឿនបែបនេះយ៉ាងម៉េចហើយនាងបិសាចតើនាងព្រមលេបពួកយើងតែពីរនាក់ចូលទៅក្នុងក្រពះនាងដែរទេយើងតែពីរនាក់ស្ម័គ្រចិត្តឲ្យនាងលេបហើយអញ្ចឹងពួកយើងគួរតែទៅសួរនាំគេទៅតើហេតុអ្វីបានជាគេមានបានលឿនបែបនេះខ្ញុំគិតថានៅពេលដែលបងទៅសួរអូនប្រុសរបស់បងប្រាកដជាប្រាប់ឲ្យបងដឹងនិយាយគ្នារួចហើយពីរអ្នកប្តីប្រពន្ធក៏បានធ្វើដំណើរទៅរកប្អូនប្រុសនេះតើហេតុអ្វីបានជាបងប្រុសមកដល់ទីនេះបងប្រុសមកដល់ទីនេះមានកិច្ចការអ្វីតើមែនទេនិយាយមិនលាក់បាំងនឹងប្អូនទេនៅពេលដែលបងបានដឹងដំណឹងថាប្អូនបានចាក់ចេញមកត្រឹមតែរយៈពេល 2-3 ថ្ងៃស្រាប់តែប្អូនបានសាងសង់ភូមិគ្រឹះដ៏ធំដូច្នេះហើយទើបបានជាបងមកសួរតើប្អូនរកស៊ីអ្វីទៅខ្ញុំអត់បានរកស៊ីអ្វីទេណាបងប្រុសមាសប្រាក់ដែលខ្ញុំបានមកទាំងអស់នេះគឺដោយសារតែខ្ញុំបានចូលទៅក្នុងក្រពះរបស់ស្ដេចពស់ព្រោះតែស្ដេចពស់បានលេបមាសយ៉ាងច្រើនចូលទៅក្នុងក្រពះហើយខ្ញុំក៏បានសុំស្ដេចពស់ចូលទៅក្នុងក្រពះដើម្បីឲ្យនាងលេបហើយខ្ញុំក៏បានប្រមូលទ្រព្យសម្បត្តិទាំងអស់នេះចេញមកខាងក្រៅវិញអញ្ចឹងតើប្អូនអាចប្រាប់បងបានទេតើស្ដេចពស់នៅទីណាដើម្បីឲ្យបងបានចូលទៅប្រមូលទ្រព្យសម្បត្តិទាំងអស់នោះបើសិនយើងជាបងប្អូននឹងគ្នាដូច្នេះប្អូនគួរតែនិយាយប្រាប់បងខ្ញុំមកទីនេះគឺដើម្បីឲ្យនាងលេបក៏ព្រោះតែខ្ញុំពីរអ្នកប្តីប្រពន្ធចង់ស្លាប់ដូច្នេះខ្ញុំនិងពីរអ្នកប្តីប្រពន្ធសូមចូលទៅស្លាប់ក្នុងក្រពះរបស់នាងពួកគេប្រហែលជាប្រើល្បិចដូចកាលពីមុនទៀតហើយតែខ្ញុំគួរតែលេបពួកគេទាំងពីរអ្នកនេះចូលទៅក្នុងក្រពះខ្ញុំដែរទេប៉ុន្តែបើខ្ញុំមិនប្រថុយខ្ញុំប្រកាសជាត្រូវខាត់បងអាហារឆ្ងាញ់ជាមិនខានយ៉ាងម៉េចហើយនាងបិសាចតើនាងព្រមលេបពួកយើងទាំងពីរអ្នកចូលទៅក្នុងក្រពះនាងដែរទេយើងតែពីរអ្នកស្ម័គ្រចិត្តឲ្យនាងលេបហើយបើសិនជាពួកអ្នកចង់ស្លាប់យើងនឹងលេបពួកអ្នកចូលទៅក្នុងក្រពះរបស់យើងនឹងធ្វើតាមការចង់បានរបស់ពួកអ្នកស្ដេចពស់ក៏បានលេបពីរអ្នកប្តីប្រពន្ធចូលទៅក្នុងក្រពះមាសច្រើនពិតមែនបងលើកនេះយើងនឹងក្លាយជាមហាសេដ្ឋីជាមិនខាននៅពេលដែលពួកយើងបានចេញទៅខាងក្រៅវិញមែនហើយអូនដល់ពេលនេះពួកយើងនឹងយកមាសទាំងអស់នេះចេញទៅខាងក្រៅវិញទៅហើយពួកយើងនឹងប្រមូលមាសទាំងអស់នេះដោយមិនចាំបាច់ទុកនៅទីនេះខ្លះទេអញ្ចឹងតើយើងនឹងចេញទៅខាងក្រៅបានយ៉ាងម៉េចទៅបងយើងដឹងអំពីវិធីចូលប៉ុន្តែពួកយើងអត់បានដឹងអំពីវិធីចេញទៅខាងក្រៅវិញទេមែនហើយបងសួរតែវិធីចូលក្នុងក្រពះស្ដេចពស់តែប៉ុណ្ណោះប៉ុន្តែបងអត់បានសួរអំពីវិធីចាក់ចេញទៅវិញទេស្ដេចពស់នាងឆាប់ខ្ជាក់យើងចេញទៅខាងក្រៅវិញទៅនៅពេលនេះយើងចង់ចេញទៅខាងក្រៅវិញយើងមិនល្ងងនឹងខ្ជាក់អ្នកចេញមកខាងក្រៅវិញទេពួកអ្នកពិតជាល្ងងមែនចូលទៅក្នុងក្រពះរបស់យើងដោយគ្មានវិធីចេញមកវិញអ្នកមានវិធីចូលប៉ុន្តែអ្នកគ្មានវិធីចេញអត់ទេខ្ញុំមិនទាន់ចង់ស្លាប់ទេណាស្ដេចពស់
សូមស្ដេចពស់ខ្ជាក់ខ្ញុំចេញទៅខាងក្រៅវិញទៅខ្ញុំមិនទាន់ចង់ស្លាប់ទេនៅពេលនោះពីរអ្នកប្តីប្រពន្ធក៏ត្រូវបានស្ដេចពស់លេបចូលទៅក្នុងក្រពះហើយក៏បណ្ដាលឲ្យពួកគេទាំងពីរនាក់រលាយស្លាប់នៅក្នុងក្រពះស្ដេចពស់ចំណែកបុរសដែលជាប្អូននៅពេលដែលបានដឹងដំណឹងថាបងប្រុសរបស់ខ្លួនបានស្លាប់នៅក្នុងក្រពះស្ដេចពស់គាត់ក៏បានត្រឡប់មកគ្រប់គ្រងទ្រព្យសម្បត្តិដែលជារបស់ឪពុកម្ដាយគាត់វិញបូករួមទាំងទ្រព្យសម្បត្តិរបស់គាត់បានមកពីស្ដេចពស់គាត់ក៏បានក្លាយជាសេដ្ឋីនៅក្នុងស្រុក